ជើងទី1អត់មានទេតែជើងទី2នេះជើងទី2មាន SCB នេះចាក់កន្លែងចាស់របស់វាប៉ុន្តែបើសិនជាយើងលេងជើងទី2ហ្នឹងយើងគួរវិភាគក្នុងអា trend លំហអាទូចរបស់វាវិញឃើញ FPG លំហទូចរបស់វានេះឃើញមិនតិចកន្លែងហ្នឹងវាមានបានផ្ដាច់តម្លៃ FPG ហ្នឹងទោះវាចាក់មកផុតតម្លៃ FPG មែនប៉ុន្តែវាផ្ដាច់តម្លៃ FPG ហ្នឹងតែវិចទេឃើញ body របស់វាមានតន់ body មួយណាដែលទៅផ្ដាច់តម្លៃ FPG ទូចមួយហ្នឹងនៅវាត្រូវវាអត់តន់ផ្ដាច់ហើយវាបង្កើត SCB bullish ទៀតបានទៀតនេះហ្នឹងចាំទៅមុខទៀតចាំដល់មេរៀនទាំងអស់ហ្នឹងចាំសម្លាយស៊ីជំរឿខ្លាំងបើឥឡូវក៏មិនតន់យល់ដែរបើយើងរៀនតន់ដល់ឃើញមេរៀនចុងក្រោយគេអត់មេរៀនចុងក្រោយគេដែលខ្ញុំដាក់ win rate ខ្ពស់រហូតដល់80ទៅ 100% ហើយយើងបានមើលនៅក្នុងក្រុមរបស់យើងខ្ញុំក៏បានមើលមេរៀនបដសិនមេរៀនហ្នឹងសំខាន់ណាស់ខ្ញុំដាក់ថា entry តម្លៃអីគេតម្លៃ tracker ជាមួយនឹង tracker បូក FPG បានថាតម្លៃ tracker នៅក្នុង FPG មេរៀនហ្នឹងសំខាន់ហ្មងហើយភាគរយនៅក្នុងការផលិតគឺមានខ្ពស់ទៀតចេះគ្នាយើងតែងតែឆ្ងល់ថាបងខ្ញុំឃើញ order block បង្កើតពេញទីផ្សារតែខ្ញុំគួរតែចូល order block មួយណា order block បង្កើតពេញទីផ្សារវាបង្កើតទៅប៉ុន្តែ order block ដែលបង្កើតឲ្យយើងត្រូវចូលគឺ order block ដែលវាបង្កើតនៅក្នុងតំបន់ដែលយើងរងចាំតំបន់ដែលយើងរងចាំមានអីគេខ្លះនេះយើងដឹងរងថ្ងៃនេះយើងប្រើទៅលើ concept ហ្នឹងមានអីគេខ្លះតំបន់ដែលយើងរងចាំលេងគឺយើងមានពីណាដឹងជួយឆ្លើយមិនមានអីគេខ្លះតំបន់ដែលយើងរងចាំលេងហ្នឹងបានរងចាំចូលផ្សារមានតំបន់អីខ្លះមាន order block ទេ order block tracker ហើយនឹង order block FPG ទៅអត់បងអញ្ចឹងSCB OB នេះវាបង្កើតច្រើនប៉ុន្តែវាបង្កើតច្រើនបង្កើតទៅរឿងរបស់វាតែសំខាន់វាបង្កើតនៅក្នុងតំបន់ណាបើមិនបង្កើតនៅក្នុងតំបន់ដែលអត់មាន FPG អត់មាន tracker យើងមិនចង់លេងយើងមិនលេងទេតែបើសិនជាវាបង្កើតនៅក្នុងតំបន់ដែលមាន tracker មាន FPG យើងលេងទៅតោះឡើយហ្នឹងអត់ឃើញ order block ឡើងពេញហ្នឹងប៉ុន្តែ order block មួយណាដែលយើងគួរលេងសុទ្ធតែកន្លែងដែលយើងអាចវិភាគចេញទាំងអស់បាច់តម្លៃ FPG អស់សូម្បីតែកន្លែងប៉ុណ្ណេះក៏វាបញ្ជាក់ប្រាប់យើងនេះក៏ចូលមេរៀន sweep និង break របស់យើងទៅនេះគាត់ថា sweep break ហ្នឹងយើងអត់ទាន់បានរៀនវាដល់លក្ខណៈ sweep break soon sweep break ហើយនឹង soon ទេយើងរៀនតែ sweep break handle និង handle ជា basic មិនសមហ្នឹងប៉ុន្តែបើសិនជាយើងមើលកន្លែងហ្នឹងប៉ុណ្ណឹងក៏វាអាចបញ្ជាក់ប្រាប់យើងបានដែរទោះវាបានផ្ដាច់តម្លៃហ្នឹងមែន FPG ហ្នឹងមែនប៉ុន្តែសូមថាវាផ្ដាច់ FPG ហ្នឹងដោយអីគេដោយ body នៅ